បងឡើងខ្ញុំគិតថាចេញពីតកោគ្រួសារដែលមានចិត្តលេងតន្ត្រីហ្នឹង6ចំនួនមកហើយរួចទៅខ្ញុំគិតថាពីមួយចំនួនវាហាក់ដូចជាមានភាពអវិជ្ជមានកើតឡើងច្រើនដូចជាការមិនអោយតម្លៃឬក៏អ្នកដតីមិនសូវយល់អំពីមុខរបរអាជីវកម្មរបស់គ្រួសារខ្ញុំមិនហើយទៅនេះខ្ញុំគិតថាម្ដងចំណងខ្ញុំនេះខ្ញុំត្រូវធ្វើអីទៀតដើម្បីឲ្យអាជីវកម្មបែបគ្រួសារបែបសិល្បៈខ្ញុំនេះបន្តទៅពាក្យអូច្រើនណាស់ថាសិល្បៈវាមិនមានតម្លៃវាជាអ្នកមិនសូវមានកំណត់អញ្ចឹងណាអញ្ចឹងហើយវាជាខ្លាចជាបេសកកម្មមួយដែលខ្ញុំត្រូវឆ្លើយសំណួរនេះថាធ្វើម៉េចវាមានកំណត់ហើយហេតុអីបានជាដូនតាខ្ញុំគាត់ប្រើមុខរបរនេះមកដល់មួយចំនួនឬក៏គេមិនយល់ដល់ពេលអញ្ចឹងខ្ញុំគិតថាការបង្កើតឲ្យមានការអភិរក្សការបង្កើតឲ្យមានការងារដល់យុវជនទៅដល់ប្រពៃណីវប្បធម៌នៅរបបប្រជាជនយើងហ្នឹងមានច្រើនមែនទែនតាំងពីការផលិតតាំងពីការសម្ដែងតាំងពីការបង្រៀនប្រតិបត្តិដឹងពីវប្បធម៌ពីសិល្បៈខ្មែរយើងទៅឲ្យអ្នកក្រោយដូចជាសង្គមជាតិនេះត្រូវការដែរនេះជាសេវាកម្មរបស់ខ្ញុំដែលខ្ញុំបានទៅឃើញពីដំណោះស្រាយដែលថាទៅមិនក្រៅពីសិល្បៈដែលខ្ញុំអាចធ្វើបានដូចជាអាជីវកម្មការបង្រៀនការធ្វើបទបង្ហាញហើយនៅឧបករណ៍ក៏តន្ត្រីបុរាណផ្សេងៗដែលខ្ញុំអាចផ្ដល់ដល់សង្គមនោះ